ปลาฉันสมมติเป็นเห็นได้ยังหมดสองงอนบองเคยปอกนั่งสมมติตรีเสงลีติปีนั่งสมมติตรีเหมือนตรีให้ขยมนั่งติใบสมมติตรีของนายติบุญนั่งสมมติตรีวันนี้แล้วติปรามสมมติตรีวันนาការឃ្លាតឆ្ងាយពីសាច់ញាតិមករស់នៅតស៊ូតាឯងជាភាពកណ្ដោកណ្ដាយមួយដែលត្រូវការភាពកក់ក្ដៅជួបជុំពីឪពុកម្ដាយនិងបងប្អូនលោកស្រីត្រីហុងណៃបានឃ្លាតឆ្ងាយពីក្រុមគ្រួសារមករស់នៅប្រកបរបរដើម្បីជីវភាពគ្រួសារផ្ទាល់ខ្លួនតាំងពីឆ្នាំ2008នៅលើទឹកដីថ្មីនេះលោកស្រីបានរៀបការតាំងពីឆ្នាំ1987ជាមួយលោកហែមឡាយលោកស្រីមានកូនចំនួន4នាក់តែជាអកុសលកូនស្រីទី3របស់លោកស្រីបានស្លាប់តាំងពីអាយុ17ឆ្នាំស្វាមីរបស់លោកស្រីពីមុនធ្វើជាប៉ូលីសប៉ុន្តែចាប់តាំងពីលោកបានធ្លាក់ខ្លួនឈឺលោកក៏នៅផ្ទះហើយប្រកបរបរធ្វើស្រែរីឯលោកស្រីត្រីហុងណៃកាន់តែខិតខំប្រកបរបរឲ្យបានគ្រប់គ្រាន់ដើម្បីជីវភាពគ្រួសារសប្តាហ៍ថ្ងៃលោកស្រីប្រកបមុខរបរលក់ដូរបន្តិចបន្តួចការរស់នៅជួបជុំជាមួយកូនទាំង3និងស្វាមីធ្វើឲ្យលោកស្រីអាចកាត់បន្ថយការនឹករលឹកមួយចំណែកពីបងប្រុសជាទីស្រឡាញ់ម្នាក់ដែលបានបែកគ្នាតាំងពីសម័យសង្គ្រាមនេះជារឿងរ៉ាវមួយដែលគួរឲ្យចងចាំនៅក្នុងចិត្តលោកស្រីជានិច្ចហេតុការណ៍ទាំងនោះបានកើតឡើងចំពោះលោកស្រីនៅមុនសម័យសង្គ្រាមតើនៅការពីមុនដែលក្រុមគ្រួសាររបស់អ្នកមីងនៅជួបជុំគ្នាហ្នឹងតើអ្នកមីងក្រុមគ្រួសាររស់នៅម្ដុំណាហើយបងប្អូនគាត់ពេលហ្នឹងគាត់មានចំនួនប្រមាណអ្នកដែរបងខ្ញុំរស់នៅភូមិសមរលាវហើយឃុំពលរំចាក់ស្រុកព្រៃកបាស់វិញបងប្អូនខ្ញុំមាន5នាក់ចាដល់ពេលចូលសម័យពតហ្នឹងគេសលិះអត់ឲ្យនៅស្រុកភូមិហ្នឹងគេថាដូចថាយើងពូជម្បោយើងអ្នកមានអញ្ចឹងគេឲ្យចេញពីហ្នឹងឲ្យទៅនៅអង្គរបរិយមុនវងគេសលិះថានៅបាត់ដំបងដល់ឲ្យម៉ែខ្ញុំសុំគេអត់មកដាច់ថាមកហ្នឹងស្លាប់អស់អញ្ចឹងទៅអុយសុំអត់មកដល់ឲ្យជាបំផុតគេឲ្យទៅនៅអង្គរបរិយកប៉ាល់ហោះសិនដូចទម្លាក់នៅអង្គរបរិយនឹងឆេះអស់ម៉ែឲ្យខ្ញុំរត់ពីអង្គរនឹងវិញមកស្រុកកំណើតវិញជាលក្ខណៈនៅពោតហ្នឹងគាត់មកស្រុកកំណើតវិញដល់មកស្រុកកំណើតវិញអញ្ចឹងនៅហ្នឹងខ្ញុំក៏អត់បានជួបម៉ែប៉ាខ្ញុំដែរខ្ញុំនៅមួយកងខ្ញុំដល់ពេលរួចគេរើចូលកងកុមារតូចទៅពីអ្នកបងប្អូនហ្នឹងបានមកជួបមួយម៉ែខ្ញុំវិញហ្នឹងគាត់មកប៉ាល់ហោះទម្លាក់ទៅគាត់មកយកខ្ញុំវិញអញ្ចឹងក៏ខ្ញុំអត់បានជួបកងខ្ញុំវិញទេបាត់កងខ្ញុំស្លាប់ទៅក្រោយពេលដែលសង្គ្រាមបានបញ្ចប់ទៅលោកស្រីក៏បានត្រឡប់មកជួបជុំរស់នៅជាមួយបងប្អូននិងឪពុកម្ដាយរបស់ខ្លួនវិញប៉ុន្តែបងប្រុសទី1របស់លោកស្រីឈ្មោះត្រីសេងលីនៅធ្វើជាទាហានហើយក៏មានរឿងរ៉ាវជាច្រើនកើតឡើងចំពោះបងប្រុសរបស់លោកស្រីបងខ្ញុំនឹងទៅអពតនឹងទៅបាត់អញ្ចឹងទៅក៏បានមួយឆ្នាំគាត់បកមកវិញម៉ែខ្ញុំការប្រពន្ធឲ្យអញ្ចឹងក៏ពុកម៉ែគាត់នឹងគាត់លេងសើចច្រើនពុកម៉ែគាត់នឹងដូចថាមិនសូវចូលចិត្តអ្នកលេងហ្នឹងក៏គាត់ដេញកូននឹងចេញពីផ្ទះដល់ពេលអញ្ចឹងក៏បងខ្ញុំគាត់ឆេវឆាដែរគាត់មកពីផ្ទះម៉ែម៉ែគាត់ហ្នឹងគាត់មកផ្ទះគាត់យកប្រពន្ធគាត់មកតាមពុកម៉ែអត់ឲ្យយកមកឯងដល់ពេលមកទៅគាត់បងប្អូនខ្ញុំមេខ្ញុំហ្នឹងនាំគាត់ទៅថាចេញទៅស្រុកក្រៅហ្នឹងក៏គាត់ចេញទៅបានមួយខែបងប្អូនខាងពុនគាត់នឹងនាំគ្នាលើកគ្នាមក4-20នាក់អញ្ចឹងមកព្រមគ្នាវិញណាក៏គេទៅវិញទៅគាត់ថា
កូនចៅកើតមកក៏គាត់ចាំដែរប៉ុន្តែគាត់ថាទទួលអីបើអត់ជុំមុខប្តីដដែលណាអញ្ចឹងក៏អត់ទទួលទេហើយបងខ្ញុំនឹងទៅបាត់រហូតនឹងរហូតទៅសប្តាហ៍ថ្ងៃនឹងទៅដោយឆ្នាំ88ជាងហ្នឹង81អីហើយបានគាត់ទៅនឹងគាត់ទៅនឹងដល់ពេលគាត់ចេញទៅនឹងបានប្រហែលជាកន្លះឆ្នាំអីលើតំណឹងនៅណេះនោះអញ្ចឹងម៉ែខ្ញុំទៅរកឃើញប៉ាខ្ញុំក៏ទៅបានជួបដែរចា82ខ្ញុំនៅមើលប្អូនខ្ញុំមកការហុកថតការមិញហ្នឹងគាត់ផ្ដាច់ដោះកូនហ្នឹងគាត់ទៅរកចាប់តាំងពីពេលដែលលោកស្រីបានបែកពីបងប្រុសមកលោកស្រីតែងទន្ទឹងរង់ចាំពីដំណឹងថាបងប្រុសនឹងនៅមានជីវិតហើយមករកប្អូនស្រីនិងម្ដាយនៅថ្ងៃណាមួយមិនខានការនឹករលឹកនេះនៅតែមាននៅក្នុងចិត្តរបស់លោកស្រីបើទោះបីជាលោកស្រីនៅតែមិនដឹងច្បាស់ថាបងប្រុសនៅមានជីវិតឬយ៉ាងណាកាលពីមុនមកនឹករហូតដល់ពេលឮសូរគេខ្លះគេថាស្លាប់ថាអីចឹងម៉ែខ្ញុំក៏គាត់និយាយថាបើសិនជានៅរស់កូនគាត់មិនដែលចិត្តដាច់ដល់ប៉ុណ្ណឹងមកហើយគាត់ចេះថាអញ្ចឹងក៏ផ្សាយឥឡូវមិនធម្មតាតែខ្ញុំឮសូររត់យោផ្សាយអញ្ចឹងខ្ញុំចេះតែសួរតែកន្លែងនោះមកនៅមែនមិនខ្ញុំអបងខ្ញុំពួកអីហេខ្ញុំស្រឡាញ់ប្អូនណាប្អូនមិនដែលបែកគ្នាទេតែមកបែកមកស្រុកគេស្កាត់សង្គ្រាមនឹងមកគាត់សឲ្យខ្ពស់ហើយសក់អង្គាដីចាមេធំមកគាត់ខ្ពស់សក់គាត់អង្គាដីមកផ្នត់កាលពីម៉ែខ្ញុំទៅរកគាត់ហ្នឹងគាត់នឹងនិយាយភិនភាកគេនាំមកភ្លាមទៅម៉ែខ្ញុំគាត់រកច្រើនដងហើយប៉ុន្តែគាត់ទៅដល់ជួបហ្មងតែ2ដងហើយតាមប៉ាទៅជួបម្ដងម៉ែម្ដងអត់ដឹងហងខ្ញុំនិយាយទៅខ្ញុំអត់ដែលឃើញមុខឃើញតែរូបថតម៉ែទៅហ្នឹងហើយនឹងឮតែតំណែងគេថាមកនៅសឡូតនៅអីណាហើយខ្ញុំចេះស្រាវជ្រាវរហូតដែររហូតអត់ឃើញសង្ឃឲ្យមានក្មួយ2នាក់ក្រោយហ្នឹងហើយខ្ញុំទៅបងប្អូនខ្ញុំគេថាបើសិនជាគេស្គាល់ពុកស្គាល់ម្ដាយគេស្វែងរកហើយយើងបើគេមិនស្គាល់ហ្នឹងយើងខំរកអីបងប្អូនខ្ញុំគេថាអញ្ចឹងណាឈ្មោះរាប៉ុន្តែដឹងឈ្មោះអីរាខ្ញុំអត់ដែរបានស្គាល់ហ្នឹងម៉ែហើយប៉ាខ្ញុំគាត់ស្គាល់ពួកគាត់ទៅគេមកស្ពះសួរស្ពះអីកូនក្រោយហ្នឹង2នាក់ខ្ញុំចាំបានតែកូនបងម៉ែខ្ញុំទៅដល់កូនបងឈ្មោះវណ្ណៈដែរហើយកូនមួយទៀតដឹងឈ្មោះអីខ្ញុំអត់បានដឹងហងម៉ែដឹងដែរកម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនសូមប្រកាសស្វែងរកលោកត្រីសេងលីដែលត្រូវជាបងប្រុសបង្កើតរបស់លោកស្រីត្រីហុងណៃប្រសិនបើលោកត្រីសេងលីបានឮដំណឹងនេះឬអ្នកដែលបានស្គាល់លោកត្រីសេងលីហៅសេងឬហៅសុកសរឿនសូមទំនាក់ទំនងមកកាន់កម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនតាមរយៈទូរស័ព្ទលេខ0975 097 097ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន